different on TV. I pick you. យោសូមមកតគ្នាជួបជាមួយខ្ញុំរ៉ាត់ទៀតហើយនៅថ្ងៃនេះខ្ញុំនាំយកខ្សែភាពយន្តប៉ុណ្ណឹងឡានដ៏អស្ចារ្យមួយមើលទៅការសម្ដែងសម្រាប់គ្នាដែលរឿងនេះនិយាយអំពីកណ្ដោញីរបស់យើងមួយក្បាលហ្នឹងបាទសុកក៏ស្រាប់ទៅចូលទៅជាអ្នកប៉ុណ្ណឹងអញញ៉ាំចេះប៉ុណ្ណឹងកើតអត់ចឹងបើអត់ធ្លាប់ដែរបើផងហ្នឹងហើយមូលហេតុនេះបានជាគាត់ត្រូវទៅចូលប៉ុណ្ណឹងអ្វីដែលសំខាន់អូវគ្គប៉ុណ្ណឹងឡានគេនឹងលយសម្បើមខ្លាំងមែនទែនគ្នាយើងអញ្ចឹងកុំឲ្យវិញឆ្ងាយយើងចូលទៅដល់សាច់រឿងរបស់យើងតែម្ដងប៉ុន្តែមុននឹងចូលដល់សាច់រឿងខ្ញុំសង្ឃឹមតែអ្នកទាំងអស់គ្នាមិនចិត្តអាក្រក់ជួយចុច like subscribe ដាក់កណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗតអារម្មណ៍ Boost Strong ញ៉ាំ Boost Strong ឆ្ងាញ់ជាងគេ រឿងរបស់យើងចាប់ផ្ដើមនៅដំបូងដល់បង្ហាញឲ្យឃើញកណ្ដោញីមួយក្បាលដែលនាងមានឈ្មោះថាអ៊ីដាអញ្ចឹងពេលនេះគឺជាការប្រណាំងប្រជែងនៅលើផ្លូវដ៏អស្ចារ្យមួយល្បីជុំពិភពលោកមានឈ្មោះថា Grand Prix of Europe អ៊ីដារបស់យើងប្រើសមត្ថភាពប្រណាំងឡានដ៏អស្ចារ្យរបស់នាងប្រណាំងប្រជែងអូគ្មាននរណាដេញតាមទាន់នោះទេហើយគូប្រជែងដែលអ៊ីដារបស់យើងស្អប់ជាងគេបំផុតនោះគឺជាលោក Nutcraft លោក Nutcraft របស់យើងក៏បានគៀឡានរបស់អ៊ីដាបានរហូតដល់នាងចូលទៅក្នុងផ្លូវផ្ទះប្រជាជនធម្មតាអញ្ចឹងហើយអ៊ីដារបស់យើងនាងក៏បានប្រើសមត្ថភាពបាទប្រណាំងឡានកឡាប់ដ៏អស្ចារ្យមួយជិះឡើងទៅ view ចឹងហើយកឡាប់ហើយក៏ត្រឡប់ចូលមកដល់កន្លែងទីលានប្រណាំងរួចក៏មកដល់ទីមុនគេទទួលបានជោគជ័យផ្អើលកិលរួចហើយយើងក៏ឃើញថានេះគ្រាន់តែជាការសម័យរបស់អេដាប៉ុណ្ណោះតាមពិតជាក់ស្ដែងទៅអេដារបស់យើងគឺធ្វើការឲ្យឪពុកនាងនៅក្នុងសួនកំសាន្តមួយឥឡូវនាងកំពុងតែធ្វើការនៅកន្លែងប្រណាំងឡានក្មេងៗដែលចូលរួមប្រណាំងជាមួយនឹងអេដារបស់យើងនិយាយពីថាបុកគ្នាតឡាត់តាត់ទងពេញនោះទាំងអស់ឪពុករបស់អេដាក៏មកដល់ថាអើយកូនស្រីបើយើងបើកន្លែងប្រណាំងឡានយើងឲ្យភ្ញៀវយើងឈ្នះទៅយើងមិនគួរណាប្រជែងឲ្យភ្ញៀវយើងបុកគ្នាតឡាត់តាត់ទងអញ្ចឹងទេអេដារបស់យើងក៏បានសុំទោសឪពុកនាងហើយក៏ព្យាយាមលើកភ្ញៀវរបស់យើងម្នាក់នឹងចេញពីឡានដែលបុកគ្នាអីចឹងណាហើយអ្នកទទួលបានជ័យលាភីនឹងក៏មានកាដូឲ្យប៉ុន្តែឲ្យកាដូធំតែឲ្យកាដូទូចបតោងសោបន្តមកអេដារបស់យើងក៏សាប់តែមានរឿងបញ្ញាចឹងទៅនាងក៏រត់ចេញពីទីនោះហើយនិយាយដល់កាន់សួនកំសាន្តរបស់ឪពុកអេដាផ្ទាល់បងប្អូនបជារបស់យើងនេះបាទគាត់មកលេងនឹងគាត់វាយគ្នាញ៉ៃពេញនោះមិត្តភក្តិអេដាដែលជាកូក៏សួរថាអេដាយ៉ាងម៉េចទៅហើយត្រៀមខ្លួនរួចឬនៅអូអញ្ចឹងអេដាក៏ប្រាប់ថាត្រៀមខ្លួនរួចហើយថ្ងៃនេះគឺជាថ្ងៃប្រកាសអ្នកដែលប្រកួតកម្មវិធី Grand Prix of Europe អូយល្អមើលខ្ញុំទៅហៅទូរទស្សន៍សិនឥឡូវរត់តាមផ្លូវយីពីថាអេដារបស់យើងក៏ព្យាយាមជួយអ្នកធ្វើការនៅទីនោះម្ដងម្នាក់តែមើលទៅគ្មានក្មេងណាមកលេងទេនៅក្នុងសួនកំសាន្តនេះខំលេងបោះកង់ផងខំសេរីអាម៉ាស៊ីនភ្លេងនេះផងសេរីចុះសេរីឡើងខូចដដែលហើយអាទូពោតនេះខំជួយជួសជុលពោតក៏ផ្ទុះហោះពេញមេឃបន្ទាប់មកក៏បុកអាបំពង់ខ្យល់នេះហោះហើរពេញនឹងនិយាយទៅដូចជាបញ្ហាកាន់តែធំទៅហោះចុះហោះឡើងក៏ហោះមកដល់បន្ទប់របស់អ្នកមីងទាយម្នាក់បាទហើយគាត់ចេះតែទាយទៅគាត់មិនដឹងថាទាយឃើញស្អីទេចេះតែនិយាយថាអនាគតទៅអេដាឯងនឹងដើរតាក់ជើងដួលហើយមិនអោយដើរមិនបើសិនជានៅក្នុងនឹងសិតតែខ្នើយព្រាយពេញនោះទាំងអស់បន្ទាប់មកអេដារបស់យើងក៏បានមកដល់កន្លែងលក់ក្រែមរបស់នាងដែលមានទូរទស្សន៍បងអូនទន្សាយម្នាក់ក៏បានកំងក្រែមអត់យកវ៉ានីឡាទេអេដារបស់យើងកំពុងតែមើលទូរទស្សន៍ផងបាទមើលផងដាក់ក្រែមផងអញ្ចឹងទៅក៏ប្រទះឃើញ idol របស់នាងផ្ទាល់បាទដែលជាអ្នកបណ្ណាំងឡានដ៏អស្ចារ្យមានឈ្មោះថាអេដនឹងទទួលបានជ័យជំនះទៅសប្បាយចិត្តខ្លាំងពេកអេដារបស់យើងក៏កវីក្រែមខ្ទៀតពេញនោះទាំងអស់ហើយប្រឡាក់មុខក្មេងទន្សាយនឹងទៀតក្មេងនឹងគាត់ថាអើយខ្ញុំថាខ្ញុំមិនយកវ៉ានីឡាដាក់វ៉ានីឡាមកបានដដែលខ្ញុំមិនហូបទេឪពុករបស់អេដាឃើញកូនសេរីរបស់គាត់ធ្វើការងារអត់ខ្វាយខ្វល់លពកលប៉ាអីអញ្ចឹងគាត់ក៏មានជាការអន់ចិត្តឪពុករបស់អេដាក៏និយាយថាកូនណាកូនប្រហែលជាឆ្លក់វែងនឹងអាការប្រកួតនឹងខ្លាំងហើយជាពិសេសអាក្មេងឈ្មោះអេដនឹងអេដាក៏បញ្យល់ថាលោកប៉ាខ្ញុំឆ្លក់វែងតែមិនឆ្លក់វែងលក្ខណៈស្អីធ្ងន់ធ្ងរទេគ្រាន់តែខ្ញុំចូលចិត្តការប្រកួតប្រណាំងឡានឪពុករបស់អេដាក៏បញ្យល់ថាការពិបាកធ្លាប់ជាអ្នកប្រណាំងនៅ Grand Prix នោះកូនអើយវាគ្មានស្អីអស្ចារ្យទេគ្រាន់តែជាការបង្ហាញឡានដែលមានល្បឿនលឿនឡានទំនើបប៉ុន្តែការប្រណាំងដែលមានតម្លៃបំផុតគឺជាសិល្បៈនៃការប្រណាំងពិតប្រាកដណាកូនអេដាក៏ថាយ៉ាងណាក៏ដោយលោកប៉ាឥឡូវខ្ញុំខានបានហាត់សមប្រណាំងឡានជាមួយលោកប៉ាយូរហើយកុំតែខ្ញុំរវល់ការងារនៅទីនេះទេកុំអីខ្ញុំទៅខ្លាចទៅជាអ្នកប្រណាំងឡានបាត់ទៅហើយនេះឪពុកក៏តបទៅវិញថាឲ្យប៉ាសុំទោសណាកូនដោយសារតែបន្ទាប់ពីម្ដាយរបស់កូនស្លាប់ប៉ាគ្មានពេលបង្ហាត់ឡានកូនទៀតចាំប៉ាដោះស្រាយបញ្ហាកន្លែងសួនកំសាន្តយើងនេះរួចចាំប៉ារកពេលបង្ហាត់បង្រៀនកូនប្រណាំងបន្ថែមបន្តមកតុកតាមួយក៏បញ្ញាឪពុករបស់អេដាអើយចេះតែមានឯកូនស្រីអេដាក៏មើលរូបថតឪពុកម្ដាយរបស់នាងជួបជុំគ្នាមកតាំងពីដើមឡើយនឹងឪពុករបស់អេដាគឺជាអ្នកឈ្នះពានប្រឡង Grand Prix of Europe នឹងគ្នាយើងហើយមានម្ដាយរបស់អេដាមកគ្រួសារពួកគាត់សប្បាយរីករាយបន្ទាប់មកក៏បង្កើតបានអេដាភ្លាមនោះអេដារបស់យើងក៏លឺសូរម្ចាស់បំណុលបានគម្រាមឪពុករបស់អេដានិយាយទៅឪពុកអេដាគាត់ពិបាកក្នុងការរកលុយដើម្បីគ្រប់គ្រងហ្នឹងម៉ែគាត់ក៏បានទៅខ្ចីលុយខុសច្បាប់ពីក្រុមណាមិនដឹងទេឥឡូវពួកគេគម្រាមបើឯងគ្មានលុយមកឲ្យយើងទេយើងនឹងរឹបអូសសួនកំសាន្តរបស់ឯងនេះទាំងមូលឪពុករបស់អេដាក៏និយាយថាហាលុយប៉ុណ្ណឹងមិនក៏ត្រូវយកសួនកំសាន្តរបស់ខ្ញុំម្ចាស់បំណុលថាហឺឯងគ្មានសិទ្ធិតវ៉ាទេលុយបូកជាមួយនឹងការប្រាក់គឺវាសមហើយជាមួយនឹងដីដ៏ធំរបស់ឯងនេះឪពុករបស់អេដា
ក៏និយាយថាឡើងចេះទុកពេលខ្ញុំមកទឹកទៀតបានអត់ម្ចាស់បំណុលក៏ថាអូមកទឹកទៀតឯងទៅរកលុយមកពីណាបានមិនអីទេយើងទុកឲ្យអាទិត្យក្រោយយើងនឹងមកយកដីឯង 100% ហើយអញ្ចឹងអេដានាងក៏ចាប់ផ្ដើមមានអារម្មណ៍ភ័យព្រួយឪពុករបស់នាងត្រឡប់មកផ្ទះវិញគាត់ក៏ពិបាកចិត្តពីព្រោះគ្មាននរណាគេស្គាល់កន្លែងគាត់គ្មាននរណាគេមកលេងកំសាន្តសួននេះទៀតទេហើយវាគឺជាអនុស្សាវរីយ៍ចុងក្រោយដែលសេសសល់ពីប្រពន្ធរបស់គាត់អេដាក៏និយាយថាកុំបារម្ភលោកប៉ាចាំខ្ញុំរកវិធីធ្វើឲ្យគ្រប់គ្នាស្គាល់កន្លែងកំសាន្តរបស់យើងនេះតើកូនចង់ធ្វើយ៉ាងម៉េចអត់ទាន់នឹងដែរចាំមើលវិធីសិនតែជាក់ស្ដែងអេដារបស់យើងចេញមកខាងក្រៅផ្ទះគឺនាងគ្មានទាន់មានគម្រោងអីនោះឡើយឥឡូវមានតែតាមមើលសួនកំសាន្តរបស់នាងហើយក៏សន្យាជាមួយម្ដាយនាងថាកុំបារម្ភអ្នកម៉ាក់ខ្ញុំនឹងថែសួនកំសាន្តនេះឲ្យបានបន្ទាប់មកក៏ប្រទះឃើញកប៉ាល់ហោះរបស់ Grand Prix of Europe ពិតជាលយអស្ចារ្យមែនទេណោះអេដារបស់យើងក៏បានឡើងមកផ្ទះយ៉ាងខ្ពស់ដើម្បីតាមដានមើលកប៉ាល់ហោះនោះទៀតរួចក៏ប្រទះឃើញមិត្តភក្តិរបស់គាត់កំពុងតែអង្គុយមើលដែរបាទអង្គុយមើលពីចម្ងាយការរៀបចំពិធី Grand Prix of Europe និយាយទៅគឺវាអស្ចារ្យកុំជួយដុតភ្លឺពេញមេឃអង្គុយសុកអេដារបស់យើងក៏នឹកវិធីមួយថានៅកន្លែង Grand Prix of Europe នោះគឺសិតតែចូលចិត្តបណ្ណាំងឡានបើសិនជាខ្ញុំយក poster ទៅប្រាប់តាក់ទងនឹងការបណ្ណាំងឡាននៅក្នុងសួនកំសាន្តយើងមនុស្សគ្រប់គ្នាប្រកាសជាចាប់អារម្មណ៍អញ្ចឹងពួកគេនឹងមកលេងយើងមហោលុយបានតើអត់អេដាក៏និយាយថាមិនអាចពជាពេលបានទេខ្ញុំទៅចែកខិតទៅបាននៅទីនោះសិនឥឡូវខាងក្នុងទូរទស្សន៍នេះវិញលោកបងសេរបស់យើងគាត់សប្បាយចិត្តខ្លាំងមែនទែនមកកម្មវិធីបង្ហាញអ្នកប្រកួតនៅក្នុងការប្រណាំងឡានប៉ុន្តែលោកបងអូតដូចជាអត់ខ្វាយខ្វល់ទេធម្មតាអញ្ចឹង Cindy របស់យើងដែលជា President គ្រប់គ្រងកម្មវិធី Grand Prix ផ្ទាល់គាត់ក៏បានចេញបង្ហាញខ្លួនអញ្ចឹង Cindy ក៏បានណែនាំសមាជិកប្រកួតផ្សេងអេដារបស់យើងឯវិញបាទកំពុងតែចែក poster និយាយតាក់ទងនឹងសួនកំសាន្តរបស់នាងចែកចុះចែកឡើងឃើញគេប្រកាសអ្នកប្រកួតដែរឈរមើលដែរតែម្ដងទៅ Cindy របស់យើងក៏បានណែនាំសមាជិកប្រកួតផ្សេងដែលដំបូងគេនេះគឺជាលោកបងពពែអូចេញមកភ្លាមគេហូរជ្រាវលោកបងពពែរបស់យើងក៏មានឈ្មោះថា Broccoli ហើយ Broccoli គាត់មិនដឹងជាស្អីទេបាទគាត់ទៅចេញមកភ្លាមគាត់ក៏បង្ហាញម្ហូបដែលគាត់ចូលចិត្តឈីឬមួយក៏អីទេតែធុបក្លិនស្អុយងោងក្រោយមកទៀតដល់វគ្គរបស់ Magnus យើងផ្ទាល់បាទគាត់គឺជាខ្លាឃ្មុំដែលមិនខ្វល់អំពីភាពឈ្នះភាពអីនោះទេគ្រាន់តែចង់ចូលប្រកួតជាមួយគេគ្នាមិនទាន់ណែនាំខ្លួនត្រឹមត្រូវផងរុញចោះឆាកបាត់ហើយបន្ទាប់មកអេដរបស់យើងមកដែលជា idol របស់ Edda ផ្ទាល់កំពូលអ្នកប្រណាំងឡានឈ្នះពានជាប់គ្នាចំនួន4ដងឥឡូវនេះគាត់ចង់ប្រឡងម្ដងទៀតឲ្យជាប់គ្រប់5ដងតែម្ដងដើម្បីបំបីឯកតកម្មចេញមកភ្លាមម្នាក់ណាក៏ fan របស់ Ed យើងផ្ទាល់ដែរបាទជាពិសេស Edda អូយស្រឡាញ់បងណាស់សบายចុះសบายឡើងមកខ្យល់បក់กระดาษអញ្ចឹងទៅ Edda ក៏តាមចាប់กระดาษរបស់នាងមកវិញតាមចាប់ចុះតាមចាប់ឡើងក៏ប្រទះឃើញឡានរបស់ Ed អូយបាទមានផ្លូវចូលទៅហើយឲ្យមានណាចាប់អារម្មណ៍ឲ្យមានណាការពារទៀត Edda របស់យើងក៏ទៅក្បែរឡានរបស់ Ed តែម្ដងមកកំពូលឡានប៉ណ្ណឹងដែលលឿនជាងគេអែលផងអីផងអញ្ចឹងទៅហើយអ្វីដែលសំខាន់មានសោជាប់នឹងទៀត Ed យើងឯវិញចុះពីលើឆាកភ្លាមនិយាយពីថាគេសម្ភាសអត់ឈប់អត់ឈរទេតែគាត់ឃើញឡានរបស់គាត់អញមិនក៏ឡានខ្ញុំល្មៀលអញ្ចឹងគាត់ក៏ប្រាប់ថានោះគេល្បីជាងខ្ញុំទៀតទៅសម្ភាសនោះទៅ Ed របស់យើងក៏បានដេញតាម Edda ដែលកំពុងតែបើកឡានរបស់ខ្លួននេះ Ed ថាចុះពីលើឡានខ្ញុំភ្លាម Edda ក៏ថាអូយ idol ខ្ញុំសុំបើកតែមួយផ្លែទេអត់មានបញ្ហាអីឡើយ idol ចិត្តល្អចង់ងាប់តែមិនរៀងសម្លុតខ្ញុំអញ្ចឹងបន្ទាប់មក Edda ក៏គៀចំអាតុងប្រេងគេដាក់ក្បែរនឹងគេជួសជុលផ្លូវប្រេងនេះក៏ធ្វើ Ed របស់យើងរអិលគ្រប់គ្រងលំនឹងអត់បាន Ed ក៏រអិលតាមឡានរបស់ Edda អស់ជំរឿសគាត់ក៏បានហក់អប់ឡានរបស់គាត់អញ្ចឹងទៅគាត់ក៏បានគំនិតឲ្យ Edda នឹងប្លុតឡានរបស់គាត់ភ្លាម Edda ដឹងប្លុតចុចប៊ូតុងមួយណានេះក៏ចិត្តតែចុចទៅចុចពណ៌ខៀវវាកាន់តែលឿនអស់ចា Ed របស់យើងថាងាប់ហើយអញបានប៉ុណ្ណឹងឡានទេប៉ុន្តែខុសការរំពឹងទុក Edda របស់យើងអាចកិច្ចឡាននៅលើផ្លូវបានយ៉ាងអស្ចារ្យប្រៀបដូចជានាងជាអ្នកធ្លាប់ប៉ុណ្ណឹងតាំងពីយូរយារមកហើយអញ្ចឹង Ed បញ្ជា Edda ត្រឡប់ថយក្រោយឡានរបស់នាងក៏ជិះជាន់ព្រៃនឹងវារអិលវិលខ្ញាល់តែ Edda ចេះគ្រប់គ្រងស្មារតីតែងហ្គាតងតាំងអីអញ្ចឹងទៅឡានក៏ចេញពីទីនោះបានហើយក៏វត្តវេះនឹងបុកអាដែកដែលគេកន្លែងសាងសង់នេះបន្ទាប់មកឡើងលើអាពំនូកយ៉ាងធំហ្នឹងអញ្ចឹងវាចេញទៅជាឡានហោះគ្រប់គ្នាក៏ថាងាប់ហើយឡានហោះទៅហើយក៏ចុះសំចតនៅទីតាំងមួយបានជោគជ័យ Edda ក៏ថាអើយយើងសមត្ថភាពហើយ Ed របស់យើងក៏ខឹងថាមិនក៏ចិត្តតែជិះឡានគេផ្ដេសផ្ដាស់អញ្ចឹងកន្លែងទៅនិយាយ Ed របស់យើងភ្លេចចាប់អារម្មណ៍មកគឺគាត់បាក់ដៃមកចំហៀងអញ្ចឹង Ed គាត់ភ័យវិញបើបាក់ដៃគាត់បើកឡានហ្មងហើយថ្ងៃស្អែកគាត់ត្រូវប៉ុណ្ណឹងហើយហ្នឹង Edda ក៏ថាអូអញ្ចឹងខ្ញុំសុំទោសទៅមន្ទីរពេទ្យត្មងទៅ Ed គាត់អត់ចង់ឲ្យផ្ទុះព័ត៌មានទេអញ្ចឹង Edda ក៏បាននាំមកជួបជាមួយអ្នកគ្រូពេទ្យនៅសួនកំសាន្តរបស់នាងដែលជាអ្នកគ្រូទាយមកដល់អ្នកគ្រូទាយក៏ថាអូយដៃនេះបាក់ឡើងដូចពុះហើយហ្នឹង Ed ក៏ប្រាប់អ្នកគ្រូពេទ្យមែនអត់នេះដៃខ្ញុំនេះមិនក៏ទៅមើលដៃអាវអញ្ចឹងតោះតែពេលស្ទាបដៃរបស់ Ed មែនម៉ែគាត់តោងចុះតោងឡើងដៃរបស់ Ed ក៏ត្រឡប់មកជាធម្មតាវិញប៉ុន្តែគឺវានៅខ្សោយអ្នកគ្រូក៏ប្រាប់ថាហាមធ្វើការធ្ងន់បើកឡានក៏បើកបានដែរប្រហែលជា2អាទិត្យឬសូនអញ្ចឹងភ្លាម Ed របស់យើងមកគាត់ចង់ឈួតហើយមិនក៏អញ្ចឹងខ្ញុំត្រូវប្រឡងលើកទី5បញ្ចប់ផងមិត្តភក្តិរបស់ Edda ក៏មកដល់ស្រាប់តែឃើញលោក Ed ចំយៈ idol ខ្ញុំស្វាងឬមួយក៏មិន idol ប្រកាសមែនអូមកជួបផ្ទាល់ហើយ Edda ណ៎ណា Edda ក៏ថាខ្ញុំដឹងហើយឥឡូវនេះ Ed របស់យើងគាត់ចេញមួម៉ៅកំរោលខឹងគាត់ចោទប្រកាន់រឿងទាំងអស់ទៅកាន់ Edda តែ Edda ក៏មានគំនិតមួយថាឈប់យើងអាចមានវិធីដោះស្រាយខ្ញុំហើយនឹងលោកគឺស្រដៀងគ្នាតែខ្ញុំពាក់មួកសុវត្ថិភាពចូលទៅប៉ុណ្ណឹងទៅគឺគ្មាននរណាគេមើលលោកស្គាល់ហើយអញ្ចឹងខ្ញុំអាចប៉ុណ្ណឹងឡានជំនួសលោកបានប៉ុន្តែក្នុងលក្ខខណ្ឌនេះបើឈ្នះ
ខ្ញុំត្រូវការលុយឈ្នះរបស់លោកពាក់កណ្ដាលដើម្បីជួយអ្នកសួនកំសាន្តរបស់ឪពុកខ្ញុំអេតក៏ថាកំណត់ស្អីគេអ្នកបង្កឲ្យយើងបាក់ដៃហើយចង់មិនឈ្នះយកលុយទៀតអត់ធ្វើទេអេតក៏ដើរចេញពីទីនោះអេតក៏ថាបើសិនជាអត់ធ្វើចប់ហើយចង់បានឈ្មោះជា legend ឈ្នះ5ដងជាប់គ្នាតមិនរួចទេអញ្ចឹងអេតគាត់អស់ជំរឿសមកគាត់ក៏ថាបានយល់ព្រមឮសូរអញ្ចឹងហើយអេតដារបស់យើងនិយាយពីថាសប្បាយចិត្តនាងក៏បានសន្យាជាមួយម្ដាយនាងថាកុំអារម្មណ៍ម៉ាក់ខ្ញុំនឹងមើលថែសួនកំសាន្តនេះឲ្យបានអញ្ចឹងនៅយប់មុនថ្ងៃប្រកួតយើងក៏ប្រទះឃើញមាននរណាម្នាក់ដែលជាអ្នកប្រកួតនៅក្នុងកម្មវិធីប្រកួតដែរនឹងដែររៀបចំគម្រោងបង្កើតជាសារធាតុគីមីអ្វីម្យ៉ាងចង់បំផ្លាញអេតរបស់យើងមិនឲ្យឈ្នះសំណួរសួរថាតើម្នាក់នោះជានរណាចាប់ផ្ដើមស៊ើបអង្កេតទៀតណាបន្តមកទៀត Cindy របស់យើងក៏បានប្រកាសអំពីការប្រកួតនេះបាទអញ្ចឹងអ្នកប្រកួតនឹងគឺសិទ្ធិអ្នកបកែចំនួន40នាក់ការប្រកួតនឹងមិនមែនតែប្រកួតទេបើហ៊ានតើធ្វើប្រហែសតែបន្តិចបាននឹងមានគ្រោះថ្នាក់ដោយសារតែការប្រកួតពីមួយតំណាក់ដល់មួយតំណាក់គឺមានគ្រោះថ្នាក់ផ្សេងៗគ្នាដែល Cindy របស់យើងជាអ្នកបង្កើត Cindy ប្រទះឃើញ Magnus អញ្ចឹងគាត់នឹងក៏ធ្វើការសម្ភារអញ្ចឹងទៅហើយគាត់ក៏ឆ្ងល់ថាMagnus មិនដែលឃើញជា Magnus ឯងនឹងប្រកួតបានកម្រិតខ្ពស់ស្អីសោះអត់មានអារម្មណ៍អន់ចិត្តអីទេឬ Magnus ក៏ថាអត់ទេខ្ញុំគ្រាន់តែចង់ចូលរួមជាមួយអ្នកបកែតែប៉ុណ្ណោះឈ្នះចាញ់វាជារឿងធម្មតាបន្ទាប់មក Cindy ក៏ឃើញ Ed របស់យើងគាត់ក៏ធ្វើការសម្ភារទៅកាន់ Ed ប៉ុន្តែគាត់ឆ្ងល់ណាគេនៅក្បែរ Ed ហ្នឹង Ed គាត់ថានេះ fan របស់ខ្ញុំឈ្នះរង្វាន់ចូលមើលខ្ញុំមកពេញការប្រកួតហ្នឹងតែម្ដងហើយ fan ប្រកួតរបស់ Ed ក៏ឆ្ងល់ថាអញខ្ញុំ fan ផ្កាប់មុខដែរមិនក៏អត់ដឹងមានរឿងឆ្នោតចាប់អីហ្នឹងចុះឥឡូវចូលមកកន្លែងត្រៀមខ្លួនប្រកួត Ed របស់យើងស្គាល់ទាំងអស់មកបងស្រីដំរីហ្នឹងក្រែងជាសត្រូវជាមួយ Louis ដែលជាមន់ណាយើងអត់ដឹងច្បាស់ទេ Ed ក៏ស្គាល់ Buckley អ្វីដែលនាងគួរឲ្យខ្លាចជាងគេហ្នឹងគឺជាលោក Nutcraft ដែលជាក្អែកខ្មៅ Nutcraft នឹងចូលចិត្តបំផ្លាញនរណាគេដែលរៀបរៀងជ័យជំនះរបស់គាត់តែសួរ Ed យើងម្នាក់ណាក៏ Ed យើងគាត់មិនដែលស្គាល់ទេទោះបីជាប្រកួតជាមួយគ្នាតាំងពីយូរយារណាស់មកហើយក៏ដោយបន្ទាប់មក Nutcraft ក៏និយាយថានឹងហើយវាដល់ពេលហើយណា Ed តើឯងហ៊ានទៅធ្វើប្រហែសឯងនឹងរលាយនិយាយចប់ក៏សាប់តែបាត់ Nutcraft របស់យើងឲ្យឆឹងហ៎មកចេះប៉ះឥឡូវចូលមកដល់ក្នុងបន្ទប់របស់ Ed ក៏បានបង្រៀន Ed របស់យើងនឹងឲ្យចេះពីរបៀបធ្វើសកម្មភាពដូចជាគាត់លើកដៃលើកជើងបើកឡានធ្វើអាម៉េចធ្វើសកម្មភាពជោគជ័យឈ្នះនឹងធ្វើអាម៉េចអីអញ្ចឹងណាពេលទៅរៀបចំខ្លួនរួចរាល់ Ed ក៏ថាEd ឯងនឹងកើតមកនិយាយច្រើនគួរឲ្យធុញអញ្ចឹងអីហើយក៏ញឹមតិច Ed ក៏មានអារម្មណ៍ថាឃើញញឹមលើកដំបូងនេះញឹមចេញពីចិត្តអត់ហ្នឹង Ed របស់យើងអត់ចង់និយាយពីរឿងនឹងនោះទេគាត់ក៏បានដូរប្រធានបទទៀត Ed ក៏បញ្យល់ថាឥឡូវនេះគាត់នឹងបញ្ជា Ed របស់យើងនឹងឲ្យធ្វើតាមអ្វីដែលគាត់ធ្លាប់មានបទពិសោធន៍ក្នុងការប្រកួតហើយ Ed របស់យើងតើតែពាក់កាសពិសេសហើយក្នុងការប្រកួត Ed របស់យើងក៏បញ្យល់ថាគាត់អត់មានប្រើអារម្មណ៍ក្នុងការប្រកួតទេប៉ុន្តែគាត់ប្រើគម្រោងប្រើល្បិចដើម្បីប្រកួតបណ្ដឹងក៏បន្លឺឡើងការប្រកួតក៏ចាប់ផ្ដើមកើតឡើងអ្នកផ្សាយនេះវិញបានលបងសេងសប្បាយចិត្តណាស់តែលបងអូនទៀតហើយឡើងស្ងាត់ជ្រាបអញ្ចឹងការប្រកួតដំបូងនេះគឺជាការប្រកួតជំរុះ10នាក់បើសិនអ្នកប្រកួតណាចាញ់គេនៅ10ចុងក្រោយអ្នកនោះគឺត្រូវដកចេញហើយការប្រកួតនេះធ្វើឡើងនៅក្នុងប្រទេសអឺរ៉ុបជាច្រើនដំណាក់កាលរហូតដល់ចុងក្រោយប្រកួតទៅទីក្រុងឡុងដែលជាវគ្គបញ្ចប់ចំណែក SND របស់យើងផ្ទាល់គឺជាអ្នកបង្កើតឧបសគ្គគ្រោះថ្នាក់ជាច្រើនដើម្បីឲ្យអ្នកប្រកួតនឹងធ្វើយ៉ាងណាក៏ដោយប្រកួតប្រជែងឲ្យរួចផុតអញ្ចឹងមិនមែនតែប្រកួតប្រជែងឈ្នះទេណាប្រកួតប្រជែងដើម្បីជីវិតខ្លួនឯងទៀតឥឡូវដល់កន្លែងប្រកួតអេដារបស់យើងក៏មានការភ័យខ្លាចបាទប៉ុន្តែអេដរបស់យើងគាត់ក៏សម្រួលអារម្មណ៍ក៏ដឹងប្រកួតក៏ចាប់ផ្ដើមកើតឡើងអេដារបស់យើងក៏ជន់ហ្គាមួយទំហឹងតែម្ដងតើតែពេលបានបើកប៉ណ្ណឹងជាងទៅក៏រៀងធូរអារម្មណ៍ប៉ុន្តែលោក Nutcraft នៅពីក្រោយក៏មានអារម្មណ៍ថាចម្លែកអេដឯងតែមានកំហុសតែបន្តិចឯងនឹងចាញ់ Magnus ក៏និយាយថាកុំនិយាយអញ្ចឹងអេដណោះទោះបីជាចាញ់ក៏គ្មានបញ្ហាអីដែរត្រែមកចែដំរីរបស់យើងក៏បាននាំមកគេបានអញ្ចឹងម្នាក់ៗក៏នាំគ្នាដេញតាមគ្រប់គ្នាក៏មានការភ្ញាក់ផ្អើលដោយសារតែប្រវត្តិសាស្ត្រអេដរបស់យើងនៅលេខ10ឥឡូវការប្រកួតប្រជែងគ្នាក៏ធ្វើដំណើរដល់កន្លែងតំបន់ប្រជាជនរស់នៅឡើងកក់កុញបុករូបគំនូដែលគេតាំងគូមុខចចកជាប់រូបគំនូអញ្ចឹងវាចេញជាអីមួយយ៉ាងទៀតទៅប៉ុន្តែម្នាក់ៗក៏នាំគ្នាភ្ញាក់ផ្អើលកាន់តែខ្លាំងទៅដោយសារតែអេដារបស់យើងនៅលេខ40ចុងក្រោយគេហើយគ្រប់គ្នាមានតែដឹងថាអេដាណាគឺជាអេដយើងនឹងអញ្ចឹងម្នាក់ៗក៏ឆ្ងល់អញមិនក៏លោកអេដលោអន់ម៉េចប៉ុន្តែការប្រកួតមិនធម្មតាអញ្ចឹងឡើយ Cindy របស់យើងក៏បានបង្កើតបច្ចេកវិទ្យាវិទ្យាសាស្ត្រដ៏អស្ចារ្យរបស់នាងបង្កើតអាកាសធាតុមេឃទៅជាខ្មៅងឹតរន្ទះក៏បាញ់វាប្រហារទៅលើឡានអ្នកប្រណាំងម្ដងម្នាក់អេដារបស់យើងក៏ព្យាយាមគេចអេដក៏ប្រាប់ថាកុំព្យាយាមគេចរន្ទះព្យាយាមធ្វើដំណើរឲ្យលឿនទៅហើយធ្វើដំណើរតាមទ្រូងផ្លូវកណ្ដាលអេដាក៏ធ្វើតាមសម្ដីរបស់អេដមែនបាទគ្រប់គ្នាគឺអត់ជិះលើទ្រូងផ្លូវទេតទៅពេលអញ្ចឹងអេដាយើងក៏មានឱកាសចូលទៅផ្នែកកណ្ដាលអញ្ចឹងទៅនាងក៏បានវ៉ាឡានយ៉ាងច្រើននៅពីមុខនាងប៉ុន្តែធ្វើដំណើរដល់ទីតាំងមួយក៏សាប់តែអាសារធាតុពណ៌បៃតងដែលជន់អាចក៏បានបង្កើតនោះធ្វើឲ្យឡានរបស់អេដាយើងបាត់បង់លំនឹងអេដក៏សួរថាម៉េចក៏ធ្វើអីអញ្ចឹងអេដាក៏ថាអត់ដឹងទេវាស្អីគេល្អជាប់កង់ឡានរបស់ខ្ញុំបន្ទាប់មកអ្នកដែលយកជ័យជំនះបានលេខ1នៅវគ្គនេះគឺជាលោក Nutcraft អេដារបស់យើងក៏មកដល់ចុងក្រោយគេបាទប៉ុន្តែនាងនៅតែសប្បាយចេញដោយសារតែជាប់លេខ30អញ្ចឹងអាចទៅវគ្គបន្តទៀតបានតែអេដរបស់យើងវិញបាទព្រលឹងចុងសក់លោកហើយចុះប៉ះសិនបានលេខ31វិញមិនបរាជ័យឪពុករបស់អេដាវិញក៏មើលការប៉ុណ្ណឹងដែរគាត់ក៏មានអារម្មណ៍ថាអូយមុខស្តៀងកូនខ្ញុំ
ហើយនិយាយអញ្ចឹងអេដាបាត់តាណាហើយអ្នកមានទូទីរបស់យើងក៏ព្យាយាមកុហកថាអេដាជាប់រវល់ហើយអេដានៅទីនេះទេចំណែកអេដរបស់យើងវិញបាទក៏ស្ដីបន្ទោសអេដាអាម៉េចមិនចេះបើកឡានខ្លួនឯងចោលប្រកាន់ថាយ៉ាងម៉េចមានអ្នកប្រើប្រេងប្រើស្អីឲ្យយើងវិលឬមួយក៏យ៉ាងណាអេដាក៏យំថាត្រូវហើយលោកអេដឯងនិយាយត្រូវខ្ញុំគ្មានសមត្ថភាពទេខ្ញុំមិនអាចទៅមុខទៀតបានឡើយអញ្ចឹងហើយលោកអេដគាត់ក៏មកលើកទឹកចិត្តថាកុំគិតអញ្ចឹងយ៉ាងហោចណាស់អេដាឯងមិនដែលប៉ណ្ណាំងទេតែមានសមត្ថភាពដល់ថ្នាក់នេះក៏មិនណយដែរតែហើយអេដរបស់យើងគាត់ក៏ចេះលួងលោមអញ្ចឹងគាត់ក៏ចាប់ផ្ដើមមានអារម្មណ៍ចម្លែកខ្លួនគាត់ដែរដោយសារតែគាត់អត់ធ្លាប់មានទំនាក់ទំនងជាមួយនរណាទេហើយអេដារបស់យើងគឺមានកម្លាំងចិត្តជាងមុនតែពេលដែលចុះមកខាងក្រោមមកក្រុមអ្នកប្រកួតដទៃផ្សេងទៀតក៏ឆ្ងល់អាម៉េចហើយ idol របស់ឯងដែលជាអេដនឹងមិនក៏ប្រឡងបានលេខ30អញ្ចឹងតែហើយ Nat Scrap ក៏និយាយថាក៏មានមោទនភាពពេកប្រាប់ idol របស់ឯងផងតែមិនប្រយ័ត្នគឺបរាជ័យអញ្ចឹងបន្ទាប់មក Buckley របស់យើងដែលជាពពែនោះក៏បានតាមសួរនាំអេដារបស់យើងចង់ដឹងថាអេដាយ៉ាងម៉េចទៅហើយចំណាយពេលនៅជាមួយអេដបានយូរអញ្ចឹងឃើញអេដរៀងប្លែកអីអត់តែមកអេដក៏មិនទាន់ Buckley ក៏និយាយថាអេដាបើមានរឿងអីចង់និយាយអាចនិយាយជាមួយខ្ញុំបានណាតែអេដអត់និយាយតបតជាមួយ Buckley ទេនេះដូចជាឆ្លោះគ្នាមិនទេណាអញ្ចឹងអេដរបស់យើងគឺហាមឃាត់មិនឲ្យអេដាពាក់ព័ន្ធជាមួយនឹងអ្នកបើកឡានដទៃផ្សេងទៀតនោះទេអេដាក៏មានអារម្មណ៍ថាតើលោកអេដឯងមានអារម្មណ៍ឯកាអីទេឬអេដក៏និយាយថាមិនឯកាទេខ្ញុំមាន fan រាប់សែនអ្នកឯណោះបាទប៉ុន្តែទឹកមុខរបស់អេដផ្ទាល់គឺរៀងកំសត់ដែរហ្នឹងណាងុយគេងស្រឹមតែឃើញថា Boost Strongឥឡូវនេះដល់វគ្គប្រកួតបន្តវគ្គនេះគឺជាវគ្គជម្រុះ10អ្នកទៀតគ្រប់គ្នាគឺចាំមើលថាតើលោកអេដរបស់យើងអាចយកជ័យជំនះបានឬអត់នៅវគ្គនេះលោកបងអូតទៀតទេបាទគាត់អត់មានខ្វល់ទេអញ្ចឹងការប្រកួតនៅវគ្គនេះគឺធ្វើដំណើរលើក្នុងព្រៃដែលមានផ្លូវកាច់កោងខ្លាំងមែនទែនឡានខ្លះបាត់បង់លំនឹងក៏ក្លាប់អេដារបស់យើងក៏ព្យាយាមគេចដោយសារតែមានទំទុកចិត្តជាងមុនអេដារបស់យើងវ៉ាបានឡានជាច្រើនពីក្រោយនាងឥឡូវពួកគេក៏ធ្វើដំណើរមកដល់តំបន់តកកបាទមើលទៅហាក់ដូចជាធម្មតាណាស់អញ្ចឹងហើយ Cindy របស់យើងក៏ធ្វើឲ្យកន្លែងប៉ណ្ណាំងនៅតកកនេះគឺកាន់តែគ្រោះថ្នាក់ទៀតដោយនាងបានបង្កើតដុំបាល់តកកធំយ៉ាងច្រើនដែលដុំនឹងគឺវារេចុះរេឡើងគ្រប់គ្នាក៏ស្មានថានេះគ្រាន់តែជាការបំភាន់ភ្នែកទេដែររហូតទាល់តែដុំតកកនឹងកាន់ពួកគេតែពួកគេដឹងថាអូជាការពិតត្រូវតែកិច្ចពីដុំតកកនេះលោកបងតោយើងមកដុំតកកនឹងក៏បានរុំគាត់ចិត្តមិនដឹងមកយ៉ាងម៉េចទេលោកបងមន់វិញគាត់ក៏បានចុចប៊ូតុងពិសេសឡានរបស់គាត់ក៏ធ្វើដំណើរយ៉ាងលឿនប៉ុន្តែអ្វីដែលធ្វើឲ្យលោកបងមន់គាត់ចម្លែកគាត់ឆ្ងល់អញដុំបាល់នេះមានភ្លើងពណ៌ក្រហមហើយមិនក៏វាល្មៀលចុះល្មៀលឡើងអត់ព្រមតាណាអញ្ចឹងនិយាយទៅគឺដុំតកកនឹងបិទទ្វារឲ្យនរណាទៅតែម្ដងដូច្នេះដុំនេះគឺមិនមែនជាដុំបង្កើតដោយ Cindy ទេសូម្បីតែ Cindy ផ្ទាល់ក៏ថាយីដុំតកកមកពីណាខ្ញុំអត់ដឹងសោះប៉ុន្តែយ៉េបាត់ដុំនឹងវាសាហាវអញ្ចឹងការប្រកួតនេះវាកាន់តែក្រាស់កកុកទៀតតែជាឱកាសល្អអេដារបស់យើងនឹងក៏បានវ៉ាបានឡានយ៉ាងច្រើនទៀតប៉ុន្តែអ្វីដែលចម្លែកនោះដុំតកកទាំងពីរនោះគឺទិញតាមវាប្រហាអេដារបស់យើងតែម្ដងមកប៉ុន្តែអេដគាត់ប្រាប់ថាមិនបាច់ខ្វល់ពីដុំតកកនឹងទេចំពោះអេដាផ្ទាល់នាងថាអត់ទេដុំតកកនឹងចម្លែកណាស់ប៉ុន្តែនាងរកវិធីដោះស្រាយបានគឺនាងបានបើកឡានផ្លោះអាកន្លែងផ្លូវតកកស្រួយទាំងអ្នកទាំងអស់គ្នាបន្ទាប់មកឡានរបស់អេដានឹងវល់យ៉ាងអស្ចារ្យដែលវិធីប្រណាំងនេះគឺជាសមត្ថភាពដ៏អស្ចារ្យមួយដែលគ្មាននរណាម្នាក់ធ្លាប់បានឃើញដូច្នេះពេលនេះអេដារបស់យើងគឺនាំមុខឡានដទៃផ្សេងទៀតច្រើនមែនទែនឪពុករបស់អេដានឹងឃើញការប៉ុណ្ណឹងដែរគាត់ក៏ថាយីអាប៉ែអេដ idol កូនខ្ញុំនឹងដំបងដូចរៀងយ៉ាប់មកឡូវចេះសមត្ថភាពប៉ុណ្ណឹងឡានបែបនេះអស្ចារ្យមែនបាទសមត្ថភាពដែលគាត់ធ្លាប់បរៀនអេដានឹងតែគាត់មិនដឹងទេមើលទៅពាក់មួកសមត្ថភាពចឹងមើលអត់ស្គាល់ឥឡូវអ្នកដែលនាំមុខគេនៅពេលនេះគឺជាលោក Magnus ប៉ុន្តែបាទលោកបងតោយើងអាតកកនឹងហុំចុះហុំឡើងចឹងគាត់ក៏មកដល់ទីមុនគេវាខ្ទាតលោតចុះលោតឡើងហ៎អញ្ចឹងវាទៅជាលោកបងតោអ្នកនាំមុខអេដារបស់យើងក៏មកដល់ទីដែរតែលើកនឹងលេខ10យីកាន់តែខ្លាំងទៅហើយតាណោះឥឡូវនេះក្រុមប្រកួតទាំងអស់បានធ្វើដំណើរមកដល់ប្រទេសស្វីសគ្រប់គ្នាក៏បាននិយាយអំពីដុំតកកដ៏ចម្លែកនោះពួកគេក៏គិតថាដំបងដុំនឹងវាអត់មានចលនាទេធម្មតាតែសុកវាខិតសាប់តែមានជីវិតដូចជាដុំនឹងចង់តាមនរណាម្នាក់តាមបំផ្លាញអីអញ្ចឹងទៅហើយបាទអេដារបស់យើងក៏ចេញនិយាយនាងក៏ថាវាគឺជាល្បិចនៅក្នុងក្រុមអ្នកប្រកួតនេះប្រកាសជាមាននរណាម្នាក់មានគំនិតអាក្រក់ចង់ឈ្នះគ្រប់គ្នាក៏ភ្ញាក់ផ្អើលបានមិនដឹងថាជានរណាទេចុះចំពោះអ្នកទាំងអស់គ្នាវិញដល់ចំណុចនេះតើសង្ស័យនរណាគេអេដាក៏និយាយថានឹងហើយបាទគេខំធ្វើសម្លេងមនុស្សប្រុសអញ្ចឹងណាចាំមើលខ្ញុំនឹងរកម្នាក់នោះឲ្យឃើញបន្ទាប់មកលោក Nat Scrap ក៏បង្ហាញខ្លួនទៀតមកដូចខ្មោចអញ្ចឹងគាត់ក៏ថាស្វែងរកឲ្យឃើញមក fan របស់លោកអេដក្រោយមកអេដារបស់យើងក៏សន្និដ្ឋានថាមនុស្សអាក្រក់នៅក្នុងការប្រកួតនេះគឺជាលោក Nat Scrap ប៉ុន្តែអេដក៏និយាយថាណែអេដាកុំចេះតែនិយាយមានភ័ស្តុតាងអត់ហើយក្រែងអេដាឯងប្រាប់ឲ្យខ្ញុំធ្វើជាមនុស្សរៀងល្អជាងមុនណែឥឡូវមិនក៏ដើរសង្ស័យដើរឆ្ងល់ពីអ្នកនោះគិតថាអ្នកនេះអាក្រក់អ្នកនោះអាក្រក់អញ្ចឹងអេដានេះមិនទាន់ហ៊ាននិយាយទេដោយសារតែនាងមិនទាន់មានភ័ស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ទៅលើលោក Nat Scrap ឥឡូវយើងកាត់មកដល់សួនកំសាន្តរបស់អេដាវិញគេមកទិញក្រែមលោកឯងក្រែមមានសោមជើងទៀតឪពុករបស់អេដាក៏ឆ្ងល់មិនក៏ធ្វើការងារអញ្ចឹងអេដាតាមពិតមិត្តភក្តិរបស់អេដាសោះជាអ្នករៀបចំក្រែមនេះគាត់កន្លែងតែរវល់មើលការប្រកួតដែរណោះបន្ទាប់មកបាទឪពុកអេដាគាត់មើលវីដេអូឡានកូនរបស់គាត់ហោះម្ដងទៀតគាត់មានអារម្មណ៍ថាចំនរណាគេធ្វើឡានហោះរបៀបនេះលយខ្លាំងម្ល៉េះខ្ញុំគិតថាមានតែម្នាក់ប៉ុណ្ណោះដែលអាចធ្វើបានប្រហែលជាអេដាឥឡូវណាអេដាកូនស្អីខ្ញុំនោះហើយណាអ្នកមានទាយរួមជាមួយមិត្តភក្តិអេដានឹងគាត់ឆ្លើយខុសគ្នាម្នាក់ថាទៅបោកកៅម្នាក់ទៀតថាទៅជីមអញ្ចឹងវាបែកកាយគាត់ក៏សួរប្រាប់ការពិតភ្លាមចំណែកអេដារបស់យើងឯវិញមិនអស់ចិត្តនោះទេនាងនៅតែសង្ស័យទៅកាន់លោក Nat Scrap ឥឡូវនេះកំពុងតែដើរលបតាមលោក Nat Scrap លោក Nat Scrap គាត់ក៏ឆ្ងល់ហាក់ដូចជាមាននរណាម្នាក់កំពុង
ងតែតាមគាត់ប៉ុន្តែងាកមកខាងក្រោយអត់ឃើញនោះទេពេលដែលគាត់ចូលទៅក្នុងបន្ទប់នោះភ្លាមអេដាក៏តាមមកពីក្រោយរួចក៏ប្រទះឃើញមានឡានទំនើបជាច្រើនដែលសុទ្ធតែជាកម្មសិទ្ធិរបស់លោកណាត់ក្រាបអ្វីដែលធ្វើឲ្យនាងភ្ញាក់ផ្អើលទៀតនោះគឺមានរូបថតឪពុកនាងនៅទីនោះដែរបន្ទាប់មកលោកណាត់ក្រាបក៏មកពីក្រោយក៏ថាយ៉ាឯងតាមយើងឬអេដាក៏ថាអត់ផងខ្ញុំត្រូវមកផ្លូវនឹងដែរហើយក៏ចូលខ្លួនចូលមកទីនេះលោកណាត់ក្រាបក៏សួរថាយ៉ាងម៉េចដែរឯងស្គាល់ម្នាក់ក្នុងរូបថតនឹងអត់គាត់គឺជាអ្នកប្រកួតដ៏មានទេពកោសល្យអេដាក៏ចង់និយាយថាជាឪពុកនាងតែនាងមិនហ៊ាននិយាយទេតងាកទៅបាត់លោកណាត់ក្រាបទៀតបាទតែអ្នកទាំងអស់គ្នាសង្ស័យគាត់ដែរអត់ឥឡូវនេះឪពុករបស់អេដាឯនេះវិញក៏បានដឹងថាកូនស្រីរបស់គាត់ផ្ទាល់នឹងបានទៅប្រកួតក្នុងការប្រកួតហ្គេមស្អី Grand Prix ស្អីគេហ្នឹងអញ្ចឹងគាត់ក៏ខឹងកម្រោតែម្ដងសួនកំសាន្តស្ងាត់ឲ្យជ្រាបគ្មានមនុស្សមកលេងផងឥឡូវកូនរបស់គាត់បែរជាទៅប្រកួតមិត្តភក្តិអេដារួមជាមួយនឹងលោកយាយទាយក៏ថាចប់ឲ្យពួកយើងបែកការអញ្ចឹងមិនទៅឪពុកអេដាខឹងយើងឯណាប៉ុន្តែអត់ទេបាទឪពុករបស់អេដាគាត់ក៏បកទៅវិញថាតាមពិតកូនខ្ញុំធ្វើអញ្ចឹងត្រូវហើយនាងមានគោលដៅជីវិតរបស់នាងចង់ប្រកួតកម្មវិធីនោះអញ្ចឹងយើងក្នុងនាមជាឪពុកនឹងមិនគួរដាក់សម្ពាធគាត់ទេតាមពិតគួរទៅឲ្យគាត់ទៅប្រកួតតាំងពីយូរអត់ទេតោះពួកយើងទាំងអស់គ្នារឿងសួនកំសាន្តនេះទុកម្លេចរៀបចំអីវ៉ៃអវ៉ាន់ទៅគាំទ្រកូនស្រីរបស់ខ្ញុំហើយពួកយើងមានឡានអត់បាទឡានរបស់ពួកគេខ្ទេចខ្ទីអស់ហើយអញ្ចឹងត្រូវតម្លើងឡានសិនមិនទៅបានបន្តមកទៀតជនអាចកំបាំងដដែលទៀតថ្ងៃបានបង្កើតបច្ចេកវិទ្យាផ្សេងដើម្បីតាមបំផ្លាញអេដរបស់យើងដល់ចំណុចនេះអ្នកទាំងអស់គ្នាទីដឹងនៅថាជានរណាបាទសាកខមមិនលោមើលកុំឲ្យការពិតលាតដាងតាន់អីកប៉ាល់ហោះរបស់ពួកគេទាំងមូលក៏ចាប់ផ្ដើមមានសែងមានអគ្គិភ័យ Cindy ក៏បានព្យាយាមសម្រួលអារម្មណ៍ទៅកាន់អ្នកប្រកួតទាំងអស់ថាកុំអារម្មណ៍អីគ្រប់បែបយ៉ាងក្រោមការគ្រប់គ្រងហើយគ្មានបញ្ហាអីទេតែហុយខ្លាំងម៉េះចេញមកពីណាអញ្ចេះបាទផ្សាយហ្នឹងគឺចេញមកពីបន្ទប់របស់ Magnus មកចេះអ្នកទាំងអស់គ្នាសង្ស័យ Magnus ឬមួយក៏មិនប៉ុន្តែជាក់ស្ដែងចូលមកដល់ Magnus របស់យើងអត់មានអីទេបាទ Magnus ក៏បញ្យល់ថាឲ្យខ្ញុំសុំទោសទាំងអស់គ្នាខ្ញុំធ្វើនំតែនំវាអត់ឆ្ងាញ់ខ្ញុំក៏ដុបនំនឹងចោលទៅអ្វីដែលសំខាន់នំទាំងអស់ហ្នឹងតាមពិតខ្ញុំមានគោលបំណងចង់ធ្វើឲ្យអ្នកទាំងអស់គ្នាហូបសោះគ្រប់គ្នាក៏មានអារម្មណ៍ថាអូយចិត្តល្អម្ល៉េះបន្ទាប់មក Nutcracker របស់យើងក៏មកដល់ហើយគាត់ក៏មើលអាកន្លែងដុតនំហ្នឹងគាត់ក៏សួរថាហេដុតនំឯណាកុំតិចនំហើយនេះជាអ្វី Master របស់យើងហ្នឹងគាត់រួយបញ្យល់អត់រួចទេចំណែកឯ Edda របស់យើងម៉ែអូចាប់ផ្ដើមសង្ស័យតែមិនដឹងសង្ស័យនរណាទេដល់ចំណុចនេះតើអ្នកទាំងអស់គ្នារកចម្លើយឃើញឬនៅពេលដែលគ្រប់គ្នាចេញទៅបាត់បាទ Master របស់យើងក៏បដូរពីទឹកមុខខ្ជូតទៅជាទឹកមុខសាហាវតាមពិតទៅក្នុងបន្ទប់របស់គាត់គឺមានកងតាក់សម្ងាត់គាត់ទាញតែបន្តិចទុកវិជាសាររបស់គាត់ក៏បង្ហាញខ្លួនអូមិនដឹងជាគាត់បង្កើតអាវុធស្អីនោះទេចំណែកឯ Edda របស់យើងវិញបែរជានៅតែសង្ស័យទៅកាន់ Nutcracker របស់យើងចោទប្រកាន់ថា Nutcracker គឺទម្លាក់កំហុសទៅឲ្យ Magnus វាអញ្ចេះប៉ុន្តែ Ed របស់យើងគិតថាកុំសម័យវែងវាន់ឥឡូវប្រកួតម្ដងទៀតមើលបើសិនជាមានរឿងអីចម្លែកចាំខ្ញុំសហការជាមួយ Edda ឯងតាមស្វែងរកការពិតឥឡូវយើងបដោតលើការប្រកួតនាងសិនកុំចេះតែដើរសង្ស័យអ្នកនេះសង្ស័យអ្នកនោះគ្មានភ័ស្តុតាង Edda ក៏មានអារម្មណ៍ថាអូសន្យាជាមួយខ្ញុំណាគេចាប់ផ្ដើមសស្នាតើនៅថ្ងៃបន្តទៀតការប្រកួតក៏កាន់តែក្តៅកគុកហើយលើកនេះយ៉ាងម៉េចទៅវិញ Cindy របស់យើងគឺបង្កើតបិសាចដែលជាមឹកយក្ស Edda ក៏មានអារម្មណ៍ថាវ៉ាវសុំសរសើរចំណាយលុយខ្លាំងម្ល៉េះអញ្ចឹងបាទបិសាចដៃមុខនឹងក៏បានបើកការវាប្រហារទៅលើផ្លូវដែលពួកគេកំពុងតែប្រណាំងអញ្ចឹងអ្នកខ្លះក៏វេចង្កូតធ្លាក់ចូលទៅក្នុងទឹក Edda របស់យើងផ្ទាល់នោះក៏ជិះឈៀងលើទៅលើជញ្ជាំងទំឡើងលបឿនចូលឲ្យតាន់អញ្ចឹងទៅកុំឲ្យដៃមុខបិទទ្វារចិត្តបន្ទាប់មក Edda របស់យើងនោះក៏បើកឡើងទៅលើអាផ្លូវរូមូលនឹងកិច្ចពីដៃមុខអញ្ចឹងទៅអូយលុយខ្លាំងមែនទែន Magnus របស់យើងឯនេះវិញបាទ slow មែនឥឡូវកំពុងតែបើកគៀ Nutcracker Edda របស់យើងឃើញពួកគេនៅខាងមុខចឹងក៏សួរ Ed បើកដោយវិធីណាដល់ចំណុចនេះ Ed ក៏ថាឡូវសម្រាប់ចិត្តខ្លួនឯងមើល Edda បើកដោយវិធីណា Edda របស់យើងក៏ព្យាយាមវ៉ារួចហើយក៏វ៉ាមកដល់ឡានអពៈ Magnus ក៏បានប្រើម៉ាស៊ីនពិសេសរបស់គាត់បញ្ចេញផ្សែង Edda មានអារម្មណ៍ថានាងធ្លាប់ធំក្លិនផ្សែងនឹងនាងស្គាល់បន្ទាប់មកម៉ាស៊ីននោះក៏ចាប់ផ្ដើមរុញ Edda របស់យើងដោយមិនដឹងថាមកពីទិសណាទេបានរុញឲ្យឡានចូលទៅក្នុងទឹកអីចឹងណាតែ Edda របស់យើងបែរជាចោទប្រកាន់ថាវាជាស្នាដៃរបស់ Nutcracker ឥឡូវឡានរបស់នាងក៏បានចុះតាមភូមិរបស់ប្រជាជនចឹងទៅអូជិះលើចដាលាក់ឡើងញ័រតែនាងក៏រកផ្លូវតាមបន្ទាន់ Nutcracker របស់យើងរួមជាមួយនឹង Magnus ហើយ Nutcracker ក៏ធ្វើមុខចម្លែកចឹងទៀតអូ Edda កាន់តែសង្ស័យទៀតជាចុងក្រោយអ្នកដែលទទួលបានជ័យលាភីលេខ1នៅជើងនេះគឺជា Nutcracker លេខ2ជា Magnus ចំណែកឯលេខ3គឺជា Edda របស់យើង Edda សង្ស័យនាងមានភ័ស្តុតាងគ្រប់គ្រាន់នាងក៏បបួល Ed របស់យើងនឹងមកឆែកមើលឡានរបស់ Nutcracker ស្វែងរកឧស្ម័នចម្លែកដែលនាងធំខ្លាំងនោះប៉ុន្តែពេលដែលបើកឆែកឆេឡានមើលទៅគឺអត់ប្រទះឃើញអ្វីឡើយលោក Nutcracker ក៏និយាយថាជប់សិនមិនក៏ Ed ឯងមិនដឹងពីច្បាប់នៃការប្រឡងអញ្ចឹងមករើរុះឡានខ្ញុំអញ្ចឹងតែ Cindy ខឹងប្រកាសជាត្រូវពីនៃហើយណាទៅឲ្យងាកមើលក្រោយ Cindy ចូលមើលខាងក្រោយបាត់ទៅហើយ Cindy ខឹងខ្លាំងមែនទែននាងក៏បានហៅ Ed របស់យើងដែលជា Eddie នឹងមកទៅស្ដីបន្ទោសនៅក្នុងបន្ទប់ចំណែកឯឪពុករបស់ Edda វិញឥឡូវគាត់សាងសង់ឡានរួចហើយគាត់ឆ្ងល់ថាអញបានគ្រឿងមកពីណាបាទរុះរើអាកន្លែងរទេះភ្លើងហោះនឹងយកមកធ្វើឡានមួយត្មងCindy យើងឯនេះវិញកំពុងតែស្ដីឲ្យ Ed របស់យើងតែជាក់ស្ដែងមិនមែនជា Ed ទេគឺជា Edda តោះទៅពេលស្ដីរួចរាល់អញ្ចឹង Edda អត់អាចតបបានទេខ្លាចគេសង្ស័យក៏លើកដៃលេខ1ថានិយាយត្រូវមេវាអញ្ចឹងណាដូច្នេះ Cindy ក៏និយាយថាមិនឲ្យរួចខ្លួនទេយើងត្រូវតែពីនៃឯង Ed ឯងត្រូវតែចេញយឺតជាងគេ1នាទីនៅវគ្គប្រឡងជើងក្រោយបាទអូវាយូរខ្លាំងណាស់1នាទីសម្រាប់ Ed ពិតប្រាកដយើងគាត់មិនអាចទទួលយកបានទេឥឡូវចូលមកក្នុងបន្ទប់វិញ Edda នឹងក៏ព្យាយាមបញ្យល់ថាដោយសារតែនឹងមានអារម្មណ៍ថា Nutcracker នឹងឯងគឺជាមនុស្សអាក្រក់នៅក្រោយហេតុការណ៍ទាំងអស់ប៉ុន្តែ Ed ថាអត់មានប្រើអារម្មណ៍ទេការប្រើអារម្មណ៍របស់ Edda ឯងធ្វើឲ្យខ្ញុំបរាជ័យហើយណា
អេដាក៏ថាមិនអីទេចាំខ្ញុំព្យាយាមដោះស្រាយអេដក៏ថាមិនចេះតែមានបញ្ហាយើងអ្នកបង្កើតដោះស្រាយបានរហូតនោះទេអេដក៏ចូលទៅក្នុងបន្ទប់ផ្លាស់កៅអៅអេដាក៏ប្រទះឃើញសៀវភៅរបស់អេដនាងក៏រើសបើកមើលអញ្ចឹងទៅក៏ប្រទះឃើញថាតាមពិតអេដរបស់យើងក៏ធ្លាប់មានមិត្តភក្តិតាំងពីក្មេងពេលដែលអេដចេញមកខាងក្រៅវិញអេដាក៏ថាយ៉ាងណាក៏ដោយអេដខ្ញុំគឺជាមិត្តភក្តិរបស់អេដឯងណាតែអេដនិយាយថាខ្ញុំគ្មានមិត្តភក្តិទេហើយខ្ញុំក៏មិនត្រូវការនរណានៅក្បែរខ្ញុំដែរអេដាក៏ដើរចេញពីទីនោះទាំងកំហឹងហើយក៏បានជួបជាមួយនឹងបុកគ្លីក៏និយាយថាអូមានរឿងអីគេ fan របស់អេដដាក៏និយាយថាមិនចូលចិត្តចរិតរបស់លោកអេដទេចង់នៅតែឯងអាក្រក់ថ្មនិយមហើយក្បាលរឹងទៀតតើលោកបងប៉ប៉ែឯងដែលជួបមនុស្សប្រភេទអញ្ចឹងអត់បន្ទាប់មកលោកបងប៉ប៉ែក៏និយាយពីប្រវត្តិរបស់អេដប្រាប់ទៅកាន់អេដាថាអូអេដាឯងមិនទាន់ស្គាល់អេដពិតប្រាកដទេតាំងពីក្មេងអេដរស់នៅក្នុងមណ្ឌលកុមារកំព្រាមានមិត្តភក្តិយ៉ាងច្រើនជាងរាំជាមួយគ្នាយ៉ាងសប្បាយហើយអេដក៏មានគោលបំណងក្នុងការបង្កើតក្រុមប្រណាំងឡានតាំងពីក្មេងមកប៉ុន្តែជាអកុសលពីមួយថ្ងៃទៅមួយថ្ងៃសមាជិកក្រុមរបស់អេដក៏ត្រូវចាក់ឆ្ងាយពីអេដម្ដងម្នាក់ដោយសារតែពួកគេមានគ្រួសាររៀងៗខ្លួនរហូតដល់អេដរបស់យើងនៅតែម្នាក់ឯងចឹងអេដបាក់ទឹកចិត្តឈឺចាប់មិនអាចទទួលយកនូវអារម្មណ៍ដែលត្រូវការគ្នានេះដូច្នេះហើយអេដក៏បានស្បត់នឹងខ្លួនឯងថាធ្វើអ្វីក៏ដោយគឺគាត់មិនពាក់ព័ន្ធជាមួយនរណាឡើយអេដាក៏សួរថាអូមិនក៏លោកដឹងពីប្រវត្តិរបស់អេដច្បាស់ម្ល៉េះទៅហើយក៏បាយការណ៍បកឃ្លីរបស់យើងនឹងឯងក៏ធ្លាប់ជាអតីតសមាជិករស់នៅជាមួយនឹងអេដតាំងពីក្មេងដែរហើយអេដក៏ខ្វែងបកឃ្លីរបស់យើងចេញតាំងពីក្មេងពេលដែលពួកគេចាស់ទៅជួបគ្នាអេដរបស់យើងបែរជាធ្វើមិនស្គាល់បកឃ្លីអេដរបស់យើងអេដវិញមើលសភៅនឹងគាត់ក៏មានអារម្មណ៍ថាអាណិតខ្លួនទៀតដែរតែគាត់ក៏វត្តសភៅនឹងចោលក៏មានអារម្មណ៍ថាដៃរបស់ខ្ញុំប្រើការបានវិញហើយជាឯតាខ្ញុំអាចបើកឡានបានហើយបន្តមកទៀតអេដារបស់យើងដើរត្រឡប់មកបន្ទប់វិញក៏សាប់តែធំក្លិនផ្សៃនឹងទៀតហើយហិតចុះហិតឡើងក៏ដឹងថាផ្សៃនឹងគឺចេញពីបន្ទប់របស់ប៉ែ Magnus ពេលដែលប៉ែ Magnus ចេញពីបន្ទប់មើលលិចមើលកើតដាក់សោចូលហោប៉ាវដើរកាត់អាកន្លែងដើមឈើនោះអេដារបស់យើងក៏បានលួចយកសោបានជោគជ័យហើយក៏ចាក់ចូលទៅពិនិត្យមើលពេលដែលចូលមកដល់អាផ្សែងដែលបង្កឲ្យនាងរេចង្កូតឡានហ្នឹងក៏កាន់តែធំក្លិនច្បាស់ទៅនៅទីនេះនាងក៏គិតថាប្រហែលជាមានកលឹះយន្តហើយតោងចុះតោងឡើងមកតោងចាំកលឹះយន្តតុកនោះក៏បង្ហាញខ្លួនការពិតទាំងអស់ក៏ត្រូវបានលាតត្រដាងអេដាក៏ដឹងថាតាមពិតទៅប៉ែ Magnus គឺជាមនុស្សអាក្រក់នាងក៏ចង់យកភស្តុតាងទាំងអស់នោះទៅបង្ហាញទៅដល់ Cindy ប៉ុន្តែចុចចំប៊ូតុងចម្លែកធ្វើឲ្យអាម៉ាស៊ីននឹងនាំអេដារបស់យើងហោះកវីកវត្តបុកអាទឹករអិលនឹងងើបឡើងអត់រួចទៀតបន្ទាប់មកអាប៉ែ Magnus ក៏ត្រឡប់មកបន្ទប់វិញប្រាប់ឲ្យគេជួយបើកសោផងខ្ញុំបាត់សោមិនដឹងធ្វើយ៉ាងម៉េចអេដាក៏ចុចកលឹះយន្តត្រឡប់មកដូចដើមវិញអាប៉ែ Magnus ក៏ចូលមកបានជោគជ័យពេលដែលចាក់សោបិទទ្វារចិត្តគាត់ក៏ចុចមើលតុកគាត់ម្ដងទៀតគាត់ថាលើកនេះនឹងគ្មាននរណាឈ្នះយើងទេយើងនឹងជាអ្នកឈ្នះបានពានលេខ1តមកគាត់ក៏ដើរល្អទឹកបៃតងនៅខ្លួនឯងចឹងទៅអេដារបស់យើងជារកាល្អក៏រត់ចាក់ចេញពីទីនោះអេដាក៏យកដំណឹងនោះមកប្រាប់អាប៉ែអេដហើយប្រាប់ថាលើកនេះនាងមានភស្តុតាងច្បាស់លាស់ប៉ុន្តែអេដអត់ជឿអេដារបស់យើងទេហើយគាត់ក៏បង្ហាញថាដៃរបស់គាត់ជាហើយគាត់ជាអ្នកបើកឡានវិញហើយចំពោះលុយដែលប្រកួតឈ្នះគឺគាត់នៅតែបកគោលឲ្យអេដារបស់យើងនឹងចំនួនពាក់កណ្ដាលដដែលតែអេដាមិនអត់ចិត្តទេនាងថាយ៉ាងហោចណាស់ទំនាក់ទំនងមិត្តភាពយើងតើលោកអេដឯងអត់មានគិតខ្វាយខ្វល់អីទេឬប៉ុន្តែអេដគឺគាត់អត់ចង់មានទំនាក់ទំនងមិត្តភក្តិអីទេហើយមុននឹងបែកគ្នាអេដាក៏និយាយថាកុំបិទណាទ្វារមួយហ្នឹងបិទតែវាឈឺចាប់មែនតាំងពីដើមប៉ុន្តែបើយើងបិទឈឹងបែបនេះអេដឯងនឹងមានអារម្មណ៍ឯកាប៉ុន្តែអេដនៅតែមិនស្ដាប់ឥឡូវការប្រកួតវគ្គចុងក្រោយនៅទីក្រុងឡុងគឺសាហាវព្រៃផ្សៃមែនទែនមានស្ពានហោះមានតន្តិចនាឡិកាយៈអូយមានច្រើនផ្សេងទៀតមិនដឹងយ៉ាងម៉េចមកទេចាំមើលថាអេដរបស់យើងអាចទទួលបានជ័យជំនះឬអត់បើសិនជាគាត់នៅក្រោយគេ1នាទីឪពុកអេដាក៏បានមកដល់កន្លែងប្រកួតរួចក៏ជួបជាមួយនឹងកូនរបស់គាត់អេដាឃើញឪពុកមកនាងក៏សុំទោសឪពុកថាកុំសុំទោសកូនវាជាគោដៅកូនប៉ាគាំទ្រហើយមិនក៏កូនមិនទៅប្រកួតអេដាក៏ថាខ្ញុំត្រូវគេបញ្ឈប់បាត់ទៅហើយមិត្តភក្តិរបស់ខ្ញុំដែលជាអេដឥឡូវអេដមានគ្រោះថ្នាក់ទៀតការប្រកួតក៏ចាប់ផ្ដើមកើតឡើងឥឡូវឡានគ្រប់គ្នាក៏ចេញទៅមុនប៉ុន្តែអេដរបស់យើងត្រូវបានគេឃុំឃាំងទុក1នាទីសិនអេដាក៏បានព្យាយាមប្រាប់ទៅកាន់អេដយើងថាអ្នកដែលបង្កឲ្យគ្រោះថ្នាក់នឹងគឺជា Magnus ពេលដល់ពេលអេដរបស់យើងក៏បានជន់ឡានមកទំហឹងមកជន់ហ្គាចឹងទៅឡានក៏វាហោះស្ពានលើកហួសពេលវេលាអេដរបស់យើងក៏ជិះតាមអាទូកដឹកខ្សាច់នឹងហោះទៅផ្នែកម្ខាងទៀតបានជោគជ័យវាមានវគ្គបិសាចឡានក្រុងតាមខំពីក្រោយអេដរបស់យើងក៏បញ្ឆោតឲ្យឡានក្រុងនឹងខំអាឡានធំដេញលែងតន់ចំពោះគូប្រកួតផ្សេងទៀតចង់វ៉ាឈ្នះ Magnus របស់យើង Magnus ក៏បានប្រើបច្ចេកវិទ្យារបស់គាត់ថ្មីឡានរបស់គូប្រកួតនឹងក៏ស្រាប់តែហោះលែងទប់លំនឹងជាប់អេដានាងចង់ជួយប៉ុន្តែមិនដឹងថាធ្វើវិធីណាលោកក៏ពឹងលោកយាយទាយទៅលោកយាយគាត់ចេះតែនិយាយទាយហ្នឹងហើយជួយរកវិធីដោះស្រាយមើលទៅខាងក្រោមអេដាក៏មានអារម្មណ៍ថាងាប់ហើយលោកយាយទៅពីងាកមើលទៅខាងក្រោមក៏ប្រទះឃើញ drone អញ្ចឹងដឹងបាត់លោកយាយគេថាខ្ញុំទាយទៅតាមពិតចៃដន្យសោះអេដាក៏ដឹងថាអាប៉ែ Magnus ប្រើ drone នៅផ្នែកខាងក្រោមដើម្បីគ្រប់គ្រងឡាននៅផ្នែកខាងលើអញ្ចឹងនាងក៏បានយកឡានដែលឪពុកនាងបង្កើតថ្មីនឹងដេញតាមបំផ្លាញ drone ទាំងអស់នោះអេដាក៏បានប្រាប់ទៅកាន់អេដថាឥឡូវនេះ
នេះអាប៉ែម៉ាក់ណាប្រើដ្រូននៅខាងក្រោមដើម្បីគ្រប់គ្រងឡាននៅផ្នែកខាងលើអេដគាត់មិនជឿទេអញ្ចឹងអេដណាក៏បានបង្ហាញភស្តុតាងនាងក៏បានរុញដ្រូនដែលនឹងបំរុងលើកឡានមុខនឹងឲ្យមកលើកឡានអាប៉ែអេដវិញអាប៉ែអេដក៏ព្រមជឿអេដាក៏ព្យាយាមកំទេចដ្រូនរបស់អាប៉ែម៉ាក់ណាដ្រូននឹងក៏បានងាកមកវិញបាញ់អេដារបស់យើងពេលដែលកំទេចដ្រូនអស់អញ្ចឹងអេដរបស់យើងក៏ទៅមុខបានអាប៉ែម៉ាក់ណាបញ្ជាដ្រូនរបស់ខ្លួនបានអញ្ចឹងគាត់ធ្វើឲ្យកង់ឡានរបស់គាត់ធំជាងមុនណាដេញកិនឡានរបស់អេដតែម្ដងចំពោះអាប៉ែម៉ាក់ណាគាត់ឆ្ងល់មិនក៏គាត់គ្រប់គ្រងដ្រូនរបស់គាត់បានមើលកាមេរ៉ាមើលក៏ប្រទះឃើញថាអស់ដ្រូនរបស់ខ្ញុំខ្ទេចខ្ទីអស់ហើយហ្នឹងអាប៉ែម៉ាក់ណាក៏និយាយថាអូយចង់មកបំផ្លាញយើងហ៎យើងឲ្យដ្រូន assessor របស់យើងទៅបំផ្លាញឯងវិញទោះជាយើងមិនស្គាល់ឯងក៏ដោយដ្រូនក៏បានហក់ខំប្រទេសភ្លើងដ៏ធំបានមិនដឹងថានឹងធ្វើអីនោះទេចំពោះអាប៉ែអេដយើងវិញមកឥឡូវអេដរួមជាមួយនឹងអាប៉ែម៉ាក់ណាក៏បានតទល់ជាមួយនឹងឧបសគ្គយ៉ាងច្រើនដើម្បីទៅទីបញ្ចប់តែពេលដែលជិតដល់ទីបញ្ចប់ទៅហើយអេដរបស់យើងក៏ប្រទះឃើញអេដាមានគ្រោះថ្នាក់គាត់ក៏សាប់តែបកក្រោយអញ្ចឹងអាប៉ែម៉ាក់ណាក៏ទទួលបានជ័យជំនះតែអេដរបស់យើងគាត់សុខចិត្តបោះបង់ជ័យជំនះនេះដើម្បីមិត្តភក្តិរបស់គាត់ដែលជាអេដាប្រទេសភ្លើងក៏បន្តខំផងបន្តដេញបាញ់ផងយីអេដគាត់ក៏បានប្រើអត្តនេតនាឡិកាហោះនឹងបានជិះឡើងទៅលើតនេតនាឡិកានឹងបើកឡានលឿនមកទំហឹងឲ្យហោះចេញពីឡានទៅឡាននោះក៏បានបុកប្រទេសភ្លើងនឹងដួលប្រទេសភ្លើងក៏រុញបុកអេដារបស់យើងនាងព្យាយាមចាប់ប្រាំងបាទអូយសំណាងល្អជួយគ្រប់គ្នានៅផ្នែកខាងមុខបានបន្ទាប់មកបាទអ្នកដែលទទួលបានជ័យជំនះគឺជា Magnus តែគាត់លើកពានសบายចិត្តខ្លាំងពេកក៏ចុចខុសអា tablet របស់គាត់នឹងវា error អញ្ចឹង drone របស់គាត់ក៏បង្ហាញខ្លួនអាវុធសម្ងាត់គាត់ផ្សេងក៏ចេញមកតាមនឹងដែរអញ្ចឹងគ្រប់បែបយ៉ាងក៏បាយការ Cindy ក៏បានចោទប្រកាន់ថាធ្វើខុសច្បាប់ប្រកួតដកតំណែងហើយចាប់វាដាក់គុកដូច្នេះអ្នកដែលទទួលពានបន្តគឺជាអ្នកជាប់លេខ2ដែលជាលោក Nat Scrap លោក Nat Scrap គាត់យល់គាត់ក៏និយាយថាអ្នកដែលឈ្នះពិតប្រាកដគឺជាអ្នកដែលចេះធ្វើការជាមួយគ្នាសហការគ្នាជួយគ្នាខ្ញុំប្រគល់ពានលេខ1នេះឲ្យទៅ Edda រួមជាមួយនឹង Ed ចោះហើយណាមួយឪពុក Edda មិត្តភក្តិគ្នាយើងបាទតាមពិតទៅ Nat Scrap របស់យើងជាមិត្តភក្តិឪពុក Edda សោះ Ed របស់យើងវិញមកគាត់ក៏ត្រូវគ្នាជាមួយនឹង Barkley វិញមិត្តចាស់ពេលដែលការប្រកួតចប់ Edda របស់យើងក៏បានលុយពី Ed នឹងឥឡូវនេះបើកដំណើរការសួនកំសាន្តនឹងតាមធម្មតាឪពុករបស់ Edda ថាកូនណាកូនចង់ធ្វើអីក៏ធ្វើទៅណាកូនក៏មានសម្ពាធអសោះ Edda នៅតែកុហកឪពុកនាងថាមិនអីទេលោកប៉ាខ្ញុំចង់នៅទីនេះឪពុករបស់ Edda ក៏និយាយថាយ៉ាងណាក៏ដោយមិត្តភក្តិរបស់កូនម្នាក់ប្រាប់ប៉ាថាគាត់នឹងចាំកូនចាំរហូតដល់កូនផ្លាស់ប្ដូរគំនិតនៅចាំនៅកន្លែងប៉ុណ្ណាំងឡានយើងEdda ក៏រត់ទៅមើលរួចក៏ប្រទះឃើញ Ed របស់យើងរួមជាមួយនឹងអ្នកប្រកួតប្រជែងដទៃផ្សេងទៀតនឹងបានមកអញ្ជើញ Edda របស់យើងឲ្យខ្លាចទៅជាក្រុមប្រកួតឡានដែរ Edda ក៏យល់ព្រមពួកគេក៏ខ្លាចជាក្រុមប្រកួតឡានដ៏អស្ចារ្យមកបន្តពីពេលនេះតទៅហើយរឿងរបស់យើងក៏ដល់ទីបញ្ចប់ដូចគ្នាយ៉ាងម៉េចដែរអរគុណចំពោះការទស្សនារបស់អ្នកទាំងអស់គ្នាពីដើមដល់ចប់ប៉ុន្តែកុំភ្លេចចុច like subscribe ដល់កណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗតន់ចិត្តដូចជាក្រុមរដ្ឋសូមអរគុណសូមជម្រាបលា